រឿងនេះបានកើតឡើងចំពោះរូបខ្ញុំកាលពីឆ្នាំ2011នៅពេលដែលខ្ញុំកំពុងស្វែងរកការងារធ្វើដើម្បីជួយគ្រួសារខ្ញុំបានដើរគ្រប់ទីកន្លែងសង្ឃឹមថានឹងរកបានការងារអ្វីក៏ដោយឲ្យតែបានកម្រៃខ្ញុំបានមកដល់ផ្ទះលោកតាម្នាក់ដែលគាត់មានចិត្តល្អខ្លាំងណាស់មកចៅសម្រាប់នៅទីនេះចុះចាំតាឲ្យកូនតាជួយរកការងារឲ្យដែរតាមពិតទៅគាត់ក៏មិនសូវមានដែរប៉ុន្តែទឹកចិត្តអ្នកស្រែគឺស្រឡាញ់រាប់អានគ្នាណាពិតណាស់ងាកមួយខណៈពេលខ្ញុំកំពុងសក់ទឹកមុជស្រាប់តែឃើញអ្វីមួយយ៉ាងខ្ញុំឆ្ងល់ណាស់ព្រោះម្ដុំនេះអត់មានផ្ទះមនុស្សទេចុះនាងមកពីណាតើប្អូនមកធ្វើអ្វីនៅទីនេះបងដូចអត់ធ្លាប់ឃើញពីមុនមកផ្ទះខ្ញុំនៅរំលងទីនេះនៅខាងត្បូងប្រហែលជា100ម៉ែត្រខ្ញុំចេះតែដើរលេងក៏មកដល់ទីនេះក៏អង្គុយលេងទៅប៉ុន្តែប្អូនជាស្រីមិនគួរមកអង្គុយលេងទីនេះទេម្យ៉ាងឥឡូវយប់ណាស់ហើយប្អូនទៅវិញទៅបើចង់មកអង្គុយចាំស្អែកមកពេលថ្ងៃមកដើរលឿនដល់ហើយមើលទៅដូចខ្មោចពេលយប់មកដល់ខ្ញុំសម្រាកលេងនៅក្រោមផ្ទះដោយចងអង្រឹងព្រោះវាត្រជាក់ជាងលើផ្ទះស្រាប់តែឮសំឡេងសម្រាប់ជើងមនុស្សដើរមកក្រឡេកមើលទៅភ័យស្ទើរលុះព្រលឹងចុះមិនមកអីស្មើនឹងភ័យចង់លុះព្រលឹងនាងមិននិយាយអ្វីទាំងអស់ហើយសើចតិចមើលទៅនាងខ្ជូតម្យ៉ាងដែរប៉ុន្តែចម្លែកអូនណាកើតអីមែនបាទអត់អីទេលោកតាចុះលឺនិយាយរអ៊ូនឹងនិយាយជាមួយនរណាគេបាទតាខ្ញុំនិយាយទូរស័ព្ទទេតាកាន់តែចម្លែកចិត្តខ្លាំងណាស់តើនាងមកមែនឬខ្ញុំស្រមៃទេតែវាស្រស់ពេកហើយលុះព្រឹកឡើងខ្ញុំក៏សម្រេចចិត្តសួរលោកតាអំពីកន្លែងនោះនិយាយមកចៅលោកតានៅខាងត្បូងដងទឹកមានផ្ទះអត់នៅនឹងវាលកប់ខ្មោចតើចៅគាត់បន្តប្រាប់ថាកាលពីមុនមានក្មេងស្រីម្នាក់ឈ្មោះធាវីនាងស្លូតណាស់មកធ្វើការឈ្នួលនៅទីនេះថ្ងៃមួយនាងមកមុជទឹកហើយត្រូវពស់ចឹកស្លាប់ម្នាក់ឯងអ្នកភូមិក៏យកទៅបូជានៅវត្តក្នុងភូមិទៅរសៀលបន្តិចខ្ញុំក៏ដើរទៅមុជទឹកទៀតហើយក៏បានឃើញនាងទៀតតែលើកនេះខ្ញុំមិនភ័យទេហេតុអ្វីប្អូនមិនទាន់ទៅចាប់ជាតិថ្មីខ្ញុំខ្វះបុណ្យអត់មានអ្នកធ្វើបុណ្យឧទ្ទិសឲ្យបងជួយខ្ញុំផងបងនឹងធ្វើបុណ្យឲ្យតែប្អូនត្រូវជួយឲ្យបងរកការងារធ្វើសិនព្រឹកឡើងស្រាប់តែមានថៅកែម្នាក់មករកខ្ញុំឲ្យជួយធ្វើការឲ្យគាត់ខ្ញុំសប្បាយចិត្តណាស់ពេលនេះខ្ញុំអាចរកលុយជួយផ្ទះជួយលោកតានិងធ្វើបុណ្យឲ្យនាងបានហើយល្អណាស់ក្មួយខ្ញុំបានធ្វើបុណ្យយ៉ាងត្រឹមត្រូវតាមការសន្យាដើម្បីឲ្យវិញ្ញាណក្ខន្ធរបស់ធាវីបានស្ងប់អ្នកភូមិក៏បានសម្រេចចិត្តកាប់ឆ្ការឫស្សីនោះចេញនិងរៀបចំកន្លែងនោះឲ្យស្អាតបាតពួកគេបានរៀបចំដាក់ជាខ្ទមអ្នកតាមួយសម្រាប់ឲ្យអ្នកភូមិអុជធូបនិងឧទ្ទិសដល់នាងតាំងពីពេលនោះមកខ្ញុំក៏មិនដែលឃើញនាងទៀតដែរនេះជាការចងចាំដ៏អស្ចារ្យមួយនៅក្នុងជីវិតរបស់ខ្ញុំ